សមាជិកប្រសិទ្ធិខាងគណៈបកប្រជាធិបតេយ្យអាមេរិកលោក Grace Murphy បានអះអាងនៅថ្ងៃទី9 ខែសីហានេះថាប្រធានាធិបតីអាមេរិកលោក Donald Trump បានចាញ់សង្គ្រាមជាមួយអរ៉ង់រួចទៅហើយលោកបន្តថាការប្រយុទ្ធគ្នាគឺកំពុងធ្វើឲ្យទីក្រុង Washington ចុកខ្សោយខណៈទីក្រុងតេហេរ៉ង់គឺកាន់តែរឹងមាំបន្ថែមទៀតលោក Murphy បានលើកឡើងថាអាមេរិកកំពុងចុកខ្សោយអ៊ឺរ៉ង់កំពុងរឹងមាំហើយប្រជាជននៅសហរដ្ឋអាមេរិកនេះត្រូវរងគ្រោះយ៉ាងធ្ងន់ធ្ងរខណៈដែលទំនិញឡើងថ្លៃកាន់តែខ្ពស់ទៅហេតុនេះលោកនឹងគាំទ្រកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនេះបើទោះបីជាកិច្ចព្រមព្រៀងនោះមិនល្អសម្រាប់អាមេរិកក៏ដោយលោកបន្តទៀតថាការបើកផ្លូវយុទ្ធសាស្ត្រច្រកសមុទ្រ Hormuz គឺកាន់តែពិបាកឡើងខណៈដែលការចរចានៅបន្តជាប់គាំងជានិច្ចជាចុងក្រោយសមាជិកប្រសិទ្ធិបានប្រមានថាលោកនឹងប្រឆាំងចំពោះការផ្ដល់ថវិកាបន្តក្នុងសង្គ្រាមនេះប៉ុន្តែលោកនឹងគាំទ្រការបំពេញបន្ថែមគ្រាប់រំសាវនិងអាវុធរបស់សហរដ្ឋអាមេរិកឡើងវិញបន្ទាប់ពីចំនួនមួយនេះត្រូវបានបិទបញ្ចប់យ៉ាងណាក៏ដោយអរ៉ង់បានទាមទារសំណងការខូចខាតការលុបចោលទណ្ឌកម្មប្រឆាំងនឹងអរ៉ង់និងការបញ្ឈប់ប្រតិបត្តិការយោធាទាំងស្រុងរបស់សហរដ្ឋអាមេរិកលើអរ៉ង់